đầm đuông roi năm sân tộc lư đầm bồi bát té bát chèn cầm sọt zoom on cài cờ rụp đal bục mai bong ôn ngày ní xiên bàn mọc đal sọc sạch sọc cầm nợ đầm nâu ăn định đầm bay đầm đuông ở dù ca roi năm nâu lư đầm bồi té zoom mọc ôn nhưng té sân á đôi to đầm đuông ní cả xiên nâu vi cùng mà tamประសង់ទៅបិណ្ឌបាតកាន់ស្ដាប់ឲ្យព្រះសង្ឃគឺថាមែនហើយបងប្អូនឥឡូវហ្នឹងដោះនៅលើដំបូលប្រទេសគេមិនមែនទម្លាក់បានទេបងប្អូនទម្លាក់ចុះកង់ដូចបងប្អូនបានទេសនាថ្ងៃនេះមកដល់ស្រុកកំណើតនៅភូមិអាំងដិនកសាច់ទីក្រុងកឹងថើមកឲ្យឲ្យបងចាស់តែនេះក៏សកលគ្នាដែរបងប្អូនយកតម្លៃសមគួរទេដំដួងនេះកម្ពស់វាប្រហែលជាង20 ម៉ែត្របងប្អូនចុងស្ដួចឡើងលើតម្ងាន់ឈាន70-80 គីឡូតែឡើងដល់ចុងឲ្យលើនោះវាស្រាវបងប្អូនយើងសិតតែផាត់ភ័យប្រអីកាល់វាhơiពុកទៀតបងប្អូនបកទៀតសៀននឹង review កាល់ឲ្យបងប្អូនពេលនេះសៀនដែលកំពុងឡើងលើចុងឈើនោះបងប្អូនមានក្មួយនៅក្នុងភូមិគេជួយថតឲ្យនេះឥឡូវហ្នឹងគ្មានបានវិញទេបងប្អូនơiខ្លីសន្តោកចោះមានបងថ្លៃជាជាងនៅកសាច់សហការជាមួយដោយថាដំដងនឹងគេហៅបងថ្លៃប៉ុន្តែម្នាក់ឯងបងថ្លៃធ្វើមិនបានដូច្នេះក៏ទេហៅសៀនដើម្បីសហការជួលគ្នាកាត់នៅក្រមដើម្បីសន្តោកកសែសៀនឡើងលើតម្លាក់ចោះកង់លើមូលផ្ទះគេបងប្អូនអើយមើលតាមបងប្អូនទេសនាមានកសែអាកាសនីយ៉ាងច្រើននៅក្រមប្រឡោះផ្ទះបានតែទូចបាន2 ម៉ែត្រចែងបងប្អូនប៉ុន្តែគ្មានកន្លែងតម្លាក់ចោលទេព្រោះអីវដេកធ្លេពីចាយបាគេបងប្អូនរួចហើយបោះចុងឡើងលើមូលផ្ទះគេហើយផ្ទះកាត់មានបងស្រីកាត់មានជំងឺកថាដើរមិនរួចទៀតដេកក្នុងក្រេនោះនៅក្រោមដំដងបងប្អូនហើយប៉ុន្តែខ្លាចតាផ្លែដួងផ្លែអីយើងថ្លាក់លើទៅហើយអំបូលសាំងកសៃកាត់ពុកទៀតខ្លាចតាថ្លាក់លើចំកន្លែងកាត់កំពុងតាសម្រានដូច្នេះហើយសៀនក៏មួយចាស់បងចាស់ផ្ទះនោះក៏សែងក្រេនោះខាត់ទៅខាងជានៅក្រោមនោះមិនទៅឆ្ងាយទេគឺឲ្យវាជាលេងក្រមផ្លែដូងនេះបងប្អូនឥឡូវសម្រាប់សាច់ការហើយកាត់កង់ទៅលើចុះលាក់ចុះអញ្ចឹងបងប្អូននេះលើមូលផ្ទះហ្នឹងបងប្អូនមើលនេះប្រហោងហ្នឹងវាដោះអញ្ចឹងវាបុកឡើងប្រហោងលើមូលផ្ទះហ្នឹងបងប្អូនដូច្នេះចង់បញ្ចប់ពីឡុកសៀនឈើជាងកំសត់ក៏សូមជម្រាបលាពុកម៉ែបងប្អូនថ្ងៃនេះក៏ជាថ្ងៃ8 ខែមីនាជាថ្ងៃសិទ្ធិនារីក៏សៀនជាងកំសត់ក៏សូមជូនពរបងប្អូននារីយើងក្នុងនិងក្រៅប្រទេសសុភមង្គលវិបុលសុខពេលណាក៏ស្រស់ស្អាតដូចជាប្រកាណាបងប្អូនជាងគ្មានពាក់អីជូនពរទៀតទេសូមជូនពរអស់ពីទឹកចិត្តដល់សំខាន់បំផុតគឺថ្ងៃនេះគឺថ្ងៃសិទ្ធិនារីក៏សូមជូនពរច្រើនឲ្យបងប្អូនកូនក្មួយមិត្តនារីយើងសពទិដ្ឋានរួចហើយកុំភ្លេច like ជួយ like share ឲ្យ page សៀនដើម្បីសៀនមានកម្លាំងចិត្តទៅ review ក្នុងរូបភាពផ្សេងបាទសូមជម្រាបលាសន្មតជួបគ្នានៅវីដេអូក្រោយបាទជម្រាបលា